គឺជាព្រឹត្តិការណ៍ដ៏រន្ធត់និងជាចំណុចរបត់ដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក Currently at 31,000 feet, adjusting course for final approach. Over. នៅថ្ងៃទី6 ខែសីហាឆ្នាំ 1945 វេលាម៉ោង 8:15 នាទីព្រឹកយន្តហោះចម្បាំង Americ B-29 ដែលមានឈ្មោះថា Enola Gay បានទម្លាក់គ្រាប់បែក Parvano ដំបូងគេបង្អស់នៅលើពិភពលោកដែលមានរហស្សនាមថា Little Boy ទៅលើទីក្រុង Hiroshima ប្រទេសជប៉ុនគ្រាប់បែក Little Boy ត្រូវបានបង្កើតឡើងដោយប្រើសារធាតុអ៊ុយរ៉ាញ៉ូម 235 នៅពេលវាផ្ទុះវាបានបង្កើតកម្ដៅយ៉ាងខ្លាំងរាប់លានអង្សាសេនិងរលកធាតុអាកាសដែលអាចបំផ្លាញអគារស្ទើរតែទាំងអស់ក្នុងរង្វង់ 1.6 គីឡូម៉ែត្រជុំវិញគិតចាប់ពីចំណុចកណ្ដាលកម្លាំងផ្ទុះរបស់វាគឺស្មើនឹងរំសេវ TNT ប្រមាណ 15,000 តោនរីឯការខូចខាតវិញនោះផ្ទៃដីប្រហែល 70% នៃទីក្រុងត្រូវបានបំផ្លាញទាំងស្រុងភ្លាមៗមនុស្សប្រហែល 70000 ទៅ 80000 នាក់បានស្លាប់ភ្លាមៗនៅពេលផ្ទុះនោះគិតត្រឹមដំណាច់ឆ្នាំ 1945 ចំនួនមនុស្សស្លាប់បានកើនដល់ជាង 140,000 នាក់ដោយសាររបួសធ្ងន់និងរងឥទ្ធិពលនៃជាតិវិទ្យុសកម្មអ្នកដែលនៅរស់រានមានជីវិតត្រូវប្រឈមមុខនឹងជំងឺមហារីកនិងបញ្ហាសុខភាពរ៉ាំរ៉ៃពេញមួយជីវិតមូលហេតុដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តប្រើប្រាស់គ្រាប់បែកនេះក្នុងគោលបំណង3 1. បង្ខំឲ្យជប៉ុនចុះចាញ់សង្គ្រាមលោកលើកទី2ជាបន្ទាន់ 2. បញ្ជាការបាត់បង់ជីវិតទាហានអាមេរិកបើសិនជាត្រូវមានការវាយលុកចូលដីគោករបស់ប្រទេសជប៉ុនផ្ទាល់ 3. បង្ហាញអំពីឥទ្ធិពលយោធាប្រទេសខ្លួនទៅកាន់ពិភពលោកជាពិសេសនោះគឺសហភាពសូវៀតបន្ទាប់ពីមានការទម្លាក់គ្រាប់បែកនៅ Hiroshima និង3ថ្ងៃក្រោយមកនៅទីក្រុង Nagasakiប្រទេសជប៉ុនបានប្រកាសចុះចាញ់នៅថ្ងៃទី15 ខែសីហាឆ្នាំ 1945 ដែលជាការបញ្ចប់សង្គ្រាមលោកលើកទី2ជាស្ថាពរបច្ចុប្បន្នទីក្រុង Hiroshima បានក្លាយជាទីក្រុងនៃសន្តិភាពសំណល់អគារដែលនៅសេសសល់ពីការផ្ទុះនោះត្រូវបានរក្សាទុកជាបេតិកភណ្ឌពិភពលោកដើម្បីរំលឹកមនុស្សជាតិអំពីភាពសាហាវយង់ក្នុងនៃអាវុធ Parvano និងការតស៊ូដើម្បីពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ